Hello ជំរាបសួរបាទស្វាគមន៍មកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបលុបឯកសារចាស់ៗដែលមាននៅក្នុង Gmail របស់យើងនៅពេលដែលយើងទុកយូរទៅវាកាន់តែច្រើនទៅដូចជា Facebook អីហ្នឹងនៅពេលដែលគេផ្ញើសារឬក៏គេចុច like comment អីហ្នឹងវានឹងរត់ចូលទៅក្នុង Gmail របស់យើងមិនខានអញ្ចឹងវាកាន់តែច្រើនទៅធ្វើឲ្យ Gmail របស់យើងពេញកុំឲ្យខាតពេលវេលាយូរយើងចូលទៅធ្វើទាំងអស់គ្នាមកពេលយើងចូលមកដល់វាមកលោតមកដល់ Gmail យើងមិនខាននេះជាឯកសារចាស់ៗដែលវាលោតចូលមកនៅពេលដែលគេផ្ញើសារមកវានឹងរត់ចូលមកនៅទីនេះមិនខានគឺ99បូកជាច្រើនឆ្នាំហើយដែលខ្ញុំមិនដែលបានលុបវាចោលទេនៅមានកន្លែងផ្សេងទៀតកន្លែងនេះ all mail គឺ592សារច្រើនមែនទែនកុំឲ្យខាតពេលវេលាយូរតោះទៅតាមដានថាគេធ្វើដូចម្ដេចយើងគ្រាន់តែចុចសង្កត់លើវាអញ្ចឹងមកវានឹងលោតកឡោនមួយនៅខាងលើគេដាក់ select all យើងចុចគ្រីសអញ្ចឹងនៅ99បូកដដែលមានន័យថាឯកសារយើងវាអត់ទាន់អស់ទេយើងចុច refresh វាមួយមកវានឹងលោតមកទៀតនៅពេលដែលវាលោតមកទៀតយើងចុចសង្កត់លើសារនឹងទៀតយើងគ្រាន់តែ select ហើយចុចកន្លែងធុងសម្រាប់នេះលុបទៀតធ្វើអញ្ចឹងរហូតទៅតលតែវាអស់ឯកសារនឹងលុបកន្លែងហ្នឹងគឺអត់ទាន់អស់ទេជាងចូលមកកន្លែង trash នេះជាឯកសារដែលខ្ញុំបានលុបមាញ់ដើម្បីលុបឲ្យអស់ឯកសារនឹងគឺយើងត្រូវចូលមកកន្លែង trash នឹងមកចំណុចទៀតគេដាក់ empty trash now អញ្ចឹងយើងចុចកន្លែងអក្សរនឹងទៀតមកហើយចុច empty បាទឃើញថាវាបានលុបអស់ហើយឯកសារដែលខ្ញុំលុបអំបញ្ញមិញแล้วមានមួយចំណុចទៀតគឺកន្លែង all mails តើហ្នឹងគឺ507សារគឺច្រើនមែនទែនបងប្អូនគ្រាន់តែចុចសង្កត់លើនឹងហើយធ្វើដូចខ្ញុំអញ្ចឹងមកចុចកន្លែងធុងសម្រាមទៀតចុចសង្កត់អញ្ចឹងធ្វើអញ្ចឹងរហូតទាល់តែអស់នៅពេលដែលវាអស់វាលែងលោតសារមកអញ្ចឹងទៀតហើយបងឃើញវានៅសល់តែ407ទេមាញ់500ជាងឥឡូវសល់តែ407ទេការលុបគឺធ្វើច្រើនដងដែរបានលុបអស់មិនមែនធ្វើតែម្ដងលុបអស់នោះទេកន្លែង primaries នេះក៏មានឯកសារដែរអញ្ចឹងយើងចុចសង្កត់អញ្ចឹង select អញ្ចឹងហើយធ្វើដូចខ្ញុំអញ្ចឹងមកគឺបានហើយចូលមកលុបមួយចំណុចទៀតគឺកន្លែង trash នឹងអ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេកុំភ្លេចធ្វើតាមវីដេអូនេះអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត